ហើយលើយើងនិយាយពីអាសវៈមានន័យដូចម្ដេចសូមបងប្អូនស្ដាប់ដូចតទៅអាសវៈឬអាសវៈកិលេសគឺកិលេសដែលជាគ្រឿងដេកត្រាំកិលេសធម៌ដែលត្រាំក្នុងសន្តានចិត្តឬសភាវៈដែលហូរដែលហូរជ្រាបចូលទៅឬត្រាំនៅក្នុងសន្តានចិត្តមាន4យ៉ាងគឺ1កាមាសវៈកាមាសវៈអាសវៈគឺកាម2ភាវីសវៈអាសវៈគឺភព3ទិដ្ឋាសវៈអាសវៈគឺទិដ្ឋិ4អវិជ្ជាសវៈអាសវៈគឺអវិជ្ជានឹងមាន4យ៉ាងហ្នឹងដែលយើងជាប់ជំពាក់គ្រប់រូបគ្រប់កាយមិនថាមនុស្សឬសត្វកិលេសអបកិលេសអនុស័យកិលេសដែលបានរៀបរាប់ចំនួនដោយសង្ខេបខាងលើនេះសុទ្ធតែចូលមកធ្វើចិត្តឲ្យប្រឡាក់សៅហ្មងកាលបើចិត្តសៅហ្មងហើយចិត្តនោះល្អក់ខ្វល់ឥតមានរស្មីភ្លឺថ្លាទេជាចិត្តអាប់អួរមួម៉ងណាអាប់អួរមួម៉ងងេងងាងភ័ន្តច្រឡំលែងហើយយល់ការខុសត្រូវចិត្តដែលសៅម៉ងហើយនោះតែងដឹកនាំមនុស្សសត្វឲ្យហ៊ានធ្វើបំពានទៅលើអំពើខុសអំពើអាក្រក់គ្រប់យ៉ាងតាមទ្វារទាំង3គឺកាយទ្វារផ្លូវចិត្តវិជ្ជទ្វារផ្លូវវាចាមโนទ្វារផ្លូវចិត្តចម្រើនពរនឹងសូមបងប្អូនញោមញាតិស្ដាប់ឲ្យបានអញ្ចឹងណាសូមជ្រាបថាកិលេសដែលមានចំនួនច្រើនយ៉ាងនេះកាលដែលចូលមកធ្វើចិត្តឲ្យសមងនោះមិនមែនចូលមកព្រមគ្នាទេបើកិលេសណាមួយចូលមកហើយកិលេសឯទៀតទាំងអស់មិនអាចចូលមកបានទេព្រោះចិត្តមានកន្លែងសម្រាប់ទទួលអារម្មណ៍តែមួយប៉ុន្តែកិលេសដែលមានចំនួនច្រើនទាំងនោះចេញចូលមិនចេះឈប់មានអាការៈដូចជាផ្លាស់វេនគ្នាគឺមួយចេញមួយចូលតែប៉ុណ្ណោះមួយចេញមួយចូលតែប៉ុណ្ណោះចឹងមិនមានឱកាសទំនេរសោះទំនេរសោះចិត្តនោះចេះតែប្រឡាក់ចេះតែសមងជានិច្ចរហូតទៅអស់កាលដរាបណាដរាបនោះចិត្តដែលសមងនោះក៏ចេះតែដឹកនាំឲ្យប្រព្រឹត្តធ្វើបាបកម្មអំពើព្រៃផ្សៃខុសឆ្គងខុសឆ្គមឆ្គងជាដរាបទៅអនុមោទនា